រឿងពិតនៃទាហានថៃឈ្លានពានកម្ពុជាដូចគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកបុកអ្នកការជាច្រើនទៀតបានចូលរួមបន់ខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបន់ខ្មោចទាហានម្នាក់យ៉ាងអធិកធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាស់ពីព្រោះខ្មាស់ខ្មែរហើយបើតាមដឹងមកទៀតគឺថាខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបានជាពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់ការខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើពិធីយ៉ាងអធិកធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេយកខ្មោចចេញទៅវិញបានគឺគេខ្ចប់យកទៅចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគឺគេបោះបង់ចោលអស់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពពួកមេដឹកនាំឈ្លានពានខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងដែលការពិតបានបាត់បង់អស់ពីលើផែនដីទៅហើយនោះនេះហើយជារឿងដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរដែលឈ្លានពានដោយតែគ្នាតែវាសនាខុសគ្នាស្រឡះថាពេលនៅរស់ទៅចុះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងនៅតែវាសនាខុសគ្នាដែរ